នៅសុកសុកក៏នឹកស្លាដែលខ្លួនឯងធ្លាប់រៀននឹងកន្លែងនៅម៉ាក់លក់ទឹកអំពៅកាលពី20ឆ្នាំមុនតោះទៅមើលទាំងអស់គ្នាថាមានអីព្រោះប្រែខ្លះបាយល្មុនតែមួយចាន300 500ឥឡូវ2003គាត់សួស្ដីអ្នកគ្នាខ្ញុំពេជ្រវិស័យថ្ងៃនេះនាំអារម្មណ៍មកមើលនៅសាលាដែលខ្ញុំសោះរៀនពីទូចហើយម៉ាក់ប៉ាខ្ញុំលក់អីនៅក្នុងហ្នឹងខាងមកចង់20ឆ្នាំហើយអ្នកគ្នាឥឡូវចូលមើលខាងក្នុងអ្នកនេះសាលាខ្ញុំរៀនឈ្មោះសាលាឧត្តមសមាគមចាប់ពីថ្នាក់ទី1រហូតដល់ថ្នាក់ទី6អ្នកនេះឥឡូវជិតដល់តូបកន្លែងម៉ាក់ខ្ញុំលក់ពីមុនហើយប៉ុន្តែឥឡូវគេរុះរើអស់ហើយម៉ាក់លក់នៅម្ដុំហ្នឹងម៉ាក់លក់នៅក្រោយសាលានេះកាលមុនម៉ាក់លក់នៅក្រោយសាលាហើយអាពេលខ្ញុំមានថ្នាក់មកតីនេះអើតាមអាប្លោះប្អួយនេះមកហើយយកអីញ៉ាំបានណានេះឥឡូវវិញមេធំច្រើនខ្លាំងកន្លែងដែលខ្ញុំឈរនេះកន្លែងប៉ាម៉ាក់ខ្ញុំលក់ទឹកលក់អីនៅក្នុងអានេះខ្ញុំមានថ្នាក់មកតីនៅក្រោយនេះអេញ៉ៃថោញ៉ាំទឹកមកមិនចូលរៀនដល់ដល់គ្នាឥឡូវដល់កន្លែងខ្ញុំញ៉ាំបាយហើយក្មេងៗណែនខ្លាំងមែនទេកន្លែងខ្ញុំគាត់ញ៉ាំបាយនេះឥឡូវលោកគ្រូបាយមួយចានឥឡូវមែនបាយប្រហែលបានស្អី3000ឡើងអូក៏មកតែ300សោះដល់ឥឡូវ2000ឡើងបាយល្មុនតែមួយចាន300 500ឥឡូវ2300អត់ដឹងរសជាតិមិនចង់ទិញរសជាតិកាមុនតែឥឡូវសាក់ខ្ញុំអ្នកនេះគ្រាន់តែប៉ាម៉ាក់ខ្ញុំនៅអ្នកលឿងខ្ញុំខានមកនេះចង់20ឆ្នាំហើយបាយបឋមនេះតិចយើងញោមមិនឆ្ងាញ់អេរ៉ូទី2អញនៅហ្នឹងទេមែនអូយគាត់ជួយណាខ្ញុំអត់ចាំរសជាតិពីមុនទេតែគ្រាន់ថាញ៉ាំនោះញ៉ាំយ៉ាងនេះមីសូបកាខ្ញុំនៅរៀនហ្នឹងពេលចង់ជ្រក់គេដាក់ថមមីសូបមានតែច្រើនទេមានតែមីហើយនឹងឈាមឯងមីសូបពីមុន300 500អញ្ចឹងណាឥឡូវឡើង3000ហើយច្រើន20ឆ្នាំឯងអ្នកនៅឡែមអ្នកនៅជ័យដែរណាគេញ៉ាំដាក់ទឹកម្ទេសឡើងក្រហមបាយហ្មងនេះតែតំណងបើខ្ញុំអត់ឃើញចិត្តដាក់ទេបើអត់ជួយលក់ទេមកយកតលុយទេលុយទៅសាលាឲ្យជួយលក់អត់ជួយលក់ដែរហើយលុយទិញក្រែមគេចឹងអ្នកទាំងអស់គ្នាខមមិនប្រាប់តិចមើលថាពីក្មេងចូលចិត្តញ៉ាំអីគេខ្លះហើយតម្លៃកាលហ្នឹងហ្មងដែរអ្នកគ្នាធ្វើកន្លែងខ្ញុំធ្លាប់រៀនតែឥឡូវចាក់ដីចាក់អីចឹងតែរូបអីនៅដដែលរូបសំណាកនេះតាំងខ្ញុំនៅរៀនដងទងជាតិធ្លាប់ឈរគ្រប់ទងជាតិអីទៅទាំងអស់បនតម្លៃនេះបនតម្លៃមកតាំងក្មេងតែឥឡូវគាត់ថាសភៅនៅសតិចនៅអស់ធ្វើពីធ្នើលេងតាំងពីដើមមកគឺអញ្ចឹងហ្មងឈើអញ្ចឹងណាតែឥឡូវគេរៀបអត់រៀបអីគេទៅបនតម្លៃនេះក៏មិនសភៅច្រើនហើយថ្មីតែឥឡូវគាត់ថាបារាំងឈប់ឧបត្ថម្ភអីចឹងខ្ញុំឧបត្ថម្ភសភៅចំនួន100ក្បាលប៉ុន្តែចម្រុះលាយគ្នាចឹងណាទិញមកហើយយកមកដាក់ហ្នឹងហ្មងឃើញវីដេអូហ្នឹងហើយនឹកcảខ្លួនឯងនៅក្មេងមែនតើកាលហ្នឹងអត់មានកង់ជិះទេទៅរៀនគឺដើរទៅរៀនលុយទឹកស្អុយផងអីផងនិយាយទៅខ្ញុំឲ្យតដល់មកបកចូលបណ្ណាល័យមួយទឹកគឺចូលបណ្ណាល័យម្ដងខ្ញុំសប្បាយចិត្តណាស់ដោយសារមនុស្សខ្ញុំគឺចូលចិត្តអានសភៅរឿងតាំងពីក្មេងហើយខ្ញុំទៅដល់ឃើញអស់សភៅអាលីងអញ្ចឹងទៅក៏ខ្ញុំចង់ឧបត្ថម្ភសភៅព្រេងនិទានទៅឲ្យក្មេងៗដើម្បីគាត់បានអានអញ្ចឹងណាហើយមិនត្រឹមតែប៉ុណ្្នឹងឯងនៅរបស់របរជាច្រើនទៀតដែលបានឧបត្ថម្ភចូលសាលាដែលខ្ញុំធ្លាប់រៀនខ្ញុំចង់ដឹងគុណនិងអរគុណនៅរាល់ជំហានដែលខ្ញុំបានដើរឆ្លងកាត់សង្ឃឹមថាវីដេអូមួយនេះធ្វើឲ្យអ្នកទាំងអស់គ្នារំលឹកអនុស្សាវរីយ៍ចាស់ៗកាលនៅពីទូអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯងជម្រាបលាបាយបាយអ្នកទាំងអស់គ្នា